សោកស្ដាយជាពន់ពេកពលរដ្ឋខ្មែរម្នាក់បានបាត់បង់ជីវិតដោយសារការបាញ់ប្រហាររបស់កងទ័ពថៃយ៉ាងយង់ខ្នងលឺក្របច្បាស់កន្លែងលឺបែរម៉ានបងបាក់តែគេបាក់មកបងភ័យក្របទៅចូលចិត្តមកបងហើយអញ្ចឹងបាទចូលចិត្តមកបងហើយក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃលោកជំទាវឧត្តមស្នេហ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះថានៅវេលាម៉ោងប្រមាណ 3:50 នាទីរសៀលយោធាថៃបានបើកការបាញ់ប្រហារមកលើពលរដ្ឋកម្ពុជានៅភូមិព្រៃច័ន្ទឃុំអូបៃជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋានករណីនេះបង្កឲ្យមានជនស៊ីវិលកម្ពុជាចំនួន5រូបរងរបួសការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះហើយនេះបានបង្ហាញយ៉ាងច្បាស់ការដែលភាគីថៃបានរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលចុះហត្ថលេខាដល់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់អាដាមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រៅនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនឹងនេះកម្ពុជាអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដជាមួយគ្នានេះរដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីប្រកាសណែនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យសូមជម្រាបជូនជនរួមជាតិនិងអន្តរជាតិជ្រាបថានាថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 3:50 នាទីកងកម្លាំងទាហានថៃបានប្រើកាំភ្លើង RPD បានបាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្នុងភូមិព្រៃច័ន្ទឃុំអូបៃជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបណ្ដាលឲ្យពលរដ្ឋខ្មែរចំនួនម្នាក់ស្លាប់និងរបួស3នាក់អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះហើយនេះបានបង្ហាញយ៉ាងច្បាស់ការដែលភាគីថៃបានរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់អាដាមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានក្នុងនោះដែរនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថ្កោលទោសចំពោះការវាយប្រហាររបស់ថៃដែលបណ្ដាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់និងរបួស3នាក់ខាងក្រោមនេះគឺជាសំណេរទាំងស្រុងរបស់នាយករដ្ឋមន្ត្រីកម្ពុជាខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃច័ន្ទនៅល្ងាចថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះដែលបណ្ដាលឲ្យពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស3នាក់និងស្លាប់បាត់បង់ជីវិត1នាក់ទង្វើនេះគឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាពិសេសការឯកភាពឲ្យយន្តការគណៈកម្មការចម្រុះព្រំដែន JBC
ចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននិងត្រូវរក្សាស្ថានភាពដើមដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់និងរងចាំការសម្រេចដោយ JBC ខ្ញុំសូមឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅការប្រើកម្លាំងមកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រែកច័ន្ទក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរខ្ញុំសូមឲ្យមានការបើកស៊ើបអង្កេតដោយឯករាជ្យលើករណីនេះនិងសូមអំពាវនាវឲ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញដើម្បីស្វែងរកការពិតនិងផ្ដល់យុត្តិធម៌ជូនពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះជាមួយគ្នានេះខ្ញុំសូមឲ្យអាជ្ញាធរដែនដីកងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ក្នុងការការពារប្រជាពលរដ្ឋរបស់យើងជាពិសេសត្រូវកិត្តគូលើសុវត្ថិភាពនិងអាយុជីវិតរបស់ពួកគាត់ឲ្យបានជាដាច់ខាតកម្ពុជានៅតែរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីក្រោមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូនៅថ្ងៃទី26 ខែតុលាឆ្នាំ2025ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះនិងកសាងសន្តិភាពរវាងប្រទេសទាំងពីរមនុស្សក្របច្បាស់កន្លែងនៅលឺបែរម៉ានបងបាក់តែគេបាក់មកបង20គ្រាប់20គ្រាប់ទៅចូលចិត្តមកបងហើយអញ្ចឹងបាទចូលចិត្តមកបងហើយប្រព្រឹត្តតាមនឹងមកនេះចាញ់តាមនឹងព្រៀតណាអូណូមិនរត់មិនកានិយាយមនុស្សរត់តាមនឹងចេញព្រៀតហ្មងមកតាមជាតិអូឥឡូវសួរតែនៅក្នុងនឹងដែរតបងខ្ញុំនៅក្នុងអូតែគេមកដល់សួរថាមិនរត់មិនបើសឹកភ្លើងអញ្ចឹងនៅតែទទួលខុសត្រូវគ្រាប់ភ្លើងហ៎ដល់នោះ